ពីចាប់ដើមខ្ញុំសូមជម្រាបសួរទៅដល់លោកគ្រូអ្នកគ្រូសិស្សនិងទស្សនិកជនទាំងអស់ដែលទស្សនាវីដេអូនេះខ្ញុំជាសិស្សថ្នាក់ទី10នៃវិទ្យាល័យវិទ្យាសាស្ត្រសម្រាប់ដល់ថ្មីដែលស្ថិតនៅក្នុងក្លឹបគណិតវិទ្យាក្នុងការដឹកនាំរបស់លោកគ្រូខណ្ឌវិធីនិងមានប្រធានបទសម្រាប់រំខានប្រគល់បច្ចេកវិទ្យាអន្តរជាតិកម្រិតថ្នាក់ទី10និងមានសមាជិកដូចជាខ្ញុំបានឈ្មោះអែមប៉ុនរ៉េនជាប្រធានក្លឹបមកពីថ្នាក់10 NGSP 1នាងខ្ញុំរិទ្ធវិវិតាជាអនុប្រធានក្លឹបមកពីថ្នាក់10 NGSC ខ្ញុំបានឈ្មោះសុខាទីដំរៀនហើយជាសមាជិកក្លឹបមកពីថ្នាក់10 NGSP 1ហើយដើម្បីកុំឲ្យខាត់ពេលយូរតោះយើងចូលទៅដល់ក្នុងសារវីដេអូមួយនេះគណិតវិទ្យាគឺជាវិទ្យាសាស្ត្រដែលមានសារៈសំខាន់នៅគ្រប់ផ្នែកក្នុងជីវិតរស់នៅប្រចាំថ្ងៃក៏ជាគ្រឹះដ៏ចាំបាច់សម្រាប់គ្រប់វិទ្យាសាស្ត្រទាំងអស់ផងដែរជាពិសេសនៅក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម 4.0 នេះបញ្ញាសិប្បនិម្មិតឬ AI បានក្លាយជាកត្តាដ៏ចាំបាច់មួយដែលបង្កើតឡើងដោយមានការចូលរួមពីអ្នកពូកែគណិតវិទ្យានិងអ្នកសរសេរកូដជាច្រើនក្រៅពីការអភិវឌ្ឍបច្ចេកវិទ្យាបច្ចុប្បន្នប្រទេសនីមួយៗលើពិភពលោកកំពុងផ្ដោតយ៉ាងខ្លាំងទៅលើសន្តិសុខ Cyber ក្នុងការទប់ស្កាត់ការចូលលួចព័ត៌មាននិងការរំខានឬបំផ្លាញពីប្រព័ន្ធខាងក្រៅក៏ដូចជាសង្គ្រាម Cyber ដែលប៉ះពាល់ដល់សន្តិសុខជាតិយ៉ាងខ្លាំងអ្នកគណិតវិទ្យាជាបុគ្គលសំខាន់សម្រាប់កត្តាទាំងនេះហើយត្រូវបានចាប់អារម្មណ៍តាមរយៈការប្រកួតគណិតវិទ្យានានាអូឡាំពីអាតគណិតវិទ្យាអន្តរជាតិឬ IMO ត្រូវបានគេទទួលស្គាល់ថាជាការប្រកួតគណិតវិទ្យាកម្រិតកំពូលបំផុតលំដាប់ពិភពលោកសម្រាប់សិស្សវិទ្យាល័យក្នុងចំណោមអ្នកឈ្នះមេដាយក្នុងការប្រកួតនេះខ្លះបានទទួលចូលរៀននៅអាហារូបករណ៍សិក្សានៅតាមសាកលវិទ្យាល័យល្បីៗហើយខ្លះបម្រើការងារក្នុងវិស័យសិក្សាស្រាវជ្រាវអភិវឌ្ឍបច្ចេកវិទ្យាធនធាននិង software គណិតវិទ្យាហិរញ្ញវត្ថុជាដើមនៅតាមប្រទេសជឿនលឿនជាច្រើនអ្នកបង្កើតគណិតវិទ្យាមួយចំនួនបានក្លាយជាមេដឹកនាំប្រទេសផងដែរហេតុនេះកម្ពុជាក៏ដូចជាពិភពលោកទាំងមូលត្រូវការអ្នកពូកែជាច្រើនផ្នែកគណិតវិទ្យាសរសេរកូដនិងបំពេញដោះស្រាយបញ្ហាប្រកបដោយក្រមសីលធម៌ដើម្បីអភិវឌ្ឍបច្ចេកវិទ្យាផងនិងដើម្បីបង្កើតប្រព័ន្ធការពារឬប្រយុទ្ធក្នុងសង្គ្រាម Cyber ផងដែរប្រទេសខាងពូកែខាងមុខជាគណិតវិទ្យាជាច្រើនបានធ្វើការរៀបចំនៅប្រព័ន្ធនៅក្នុងការជ្រើសរើសយកជម្រើសជាតិទៅចូលរួមប្រកួតនៅក្នុងកម្មវិធី IMO ដែលមានលក្ខខណ្ឌសមស្របទៅនឹងប្រទេសក៏ដូចជាសមត្ថភាពរបស់បេក្ខជនផងដែររយៈការយល់ដឹងអំពីរបៀបជ្រើសរើសរបស់ប្រទេសទាំងនេះយើងអាចយកមកធ្វើការគិតពិចារណាបង្កើតបានទៅជាគំនិតមួយនៅក្នុងការរៀបចំការលម្អការអប់រំគណិតវិទ្យាក៏ដូចជាការជ្រើសរើសជម្រើសជាតិដែលស័ក្តិសមជាមួយនឹងប្រទេសរបស់យើងម្យ៉ាងវិញទៀតតាមរយៈការយល់ដឹងអំពីលំហាត់ដែលពួកគេបានប្រកួតចម្រុះ IMO នោះយើងអាចយល់ដឹងបានអំពីកម្រិតរបស់ក៏ដូចជាចំណេះដឹងរបស់ពួកគេដើម្បីអាចយកមកឲ្យសិស្សានុសិស្សខ្មែររបស់យើងប្រើប្រាស់វាដើម្បីពិចារណារៀនសូត្រក៏ដូចជាសម្រាប់អភិវឌ្ឍខ្លួនឲ្យកាន់តែមានប្រសិទ្ធភាពក្នុងគោលបំណងនេះក្រុមយើងខ្ញុំបានយកចំណុចទាំងនេះមកធ្វើការស្រាវជ្រាវនិងចងក្រងសរសេរជាសៀវភៅទុកសម្រាប់សិស្សានុសិស្សជំនាន់ក្រោយដោយសារតែប្រធានបទមួយនេះវាមានទំហំធំបានជាក្លឹបរបស់យើងខ្ញុំសម្រាប់សិស្សធ្វើការបែងចែកប្រធានបទនេះក៏ជា3ធំៗសម្រាប់ក្លឹបគណិតវិទ្យាមួយនេះជំរុញលំហាត់ប្រកួតគណិតវិទ្យាអន្តរជាតិកម្រិតថ្នាក់ទី10មួយប្រព័ន្ធជំរុញជាតិសម្រាប់ IMO ចំណុចទី2ជំរុញលំហាត់ប្រកួតគណិតវិទ្យាអន្តរជាតិកម្រិតថ្នាក់ទី10 2លំហាត់ជំរុញជាតិសម្រាប់ IMO 3ជំរុញលំហាត់ប្រកួតគណិតវិទ្យាអន្តរជាតិកម្រិតថ្នាក់ទី10រហូតដល់ទី12ប្រធានបទទី1គឺជាប្រធានបទសម្រាប់ក្លឹបគណិតវិទ្យាជុំនេះដើម្បីណែនាំអំពីសារៈសំខាន់របស់ IMO និងរបៀបនៃការជ្រើសរើសជម្រើសជាតិចូលមកក្នុង IMO របស់ប្រទេសខ្លះពូកែប្រធានបទទី2គឺជាលំហាត់និងដំណោះស្រាយវិញ្ញាសាដែលជម្រើសជាតិខ្លះពូកែទាំងនោះធ្លាប់ប្រឡងនៅប្រទេសគេមុននឹងបានមកប្រកួតឈ្នះមេដាយនៅ IMO នេះក៏ប៉ុន្តែយើងជ្រើសរើសយកតែកម្រិតថ្នាក់ទី10នៅប្រទេសទាំងនោះតែប៉ុណ្ណោះការជ្រើសរើសប្រទេសខ្លះពូកែមកបកស្រាយប្រធានបទទី2នេះគឺផ្អែកតាមលទ្ធផលនៃការស្រាវជ្រាវនៅក្នុងប្រធានបទទី1ប្រធានបទទី3មានវិទ្យាសាស្ត្រនិងគោលបំណងដូចប្រធានបទទី2ដែរតែយើងសិក្សាលើលំហាត់ក្នុងការប្រកួតទាំងមូលតែម្ដងគោលបំណងនៃការស្រាវជ្រាវមានដូចជាទី1យល់ដឹងអំពីសារៈសំខាន់នៃគណិតវិទ្យានិង IMO ព្រមទាំងតម្លៃនៃគណិតវិទ្យាទី2យល់ដឹងអំពីរបៀបជ្រើសរើសជម្រើសជាតិ IMO របស់ប្រទេសដែលខ្លាំងពូកែខាងគណិតវិទ្យាចុងក្រោយនិងទី3រកវិញ្ញាសាជម្រើស IMO នៅប្រទេសទាំងនោះព្រមទាំងកំណត់ជាភាសាខ្មែរសម្រាប់សិស្សកម្ពុជាយើងយកទៅសិក្សាស្រាវជ្រាវនិងបំពេញសមត្ថភាពខ្លួនឯងចឹងឥឡូវយើងនឹងចូលមកដល់សារៈសំខាន់នៃការស្រាវជ្រាវដែលនៅក្នុងប្រធានបទរបស់យើងសារៈសំខាន់នៃការស្រាវជ្រាវមានដូចតទៅទី1គឺលើកទឹកចិត្តឲ្យសិស្សកម្ពុជាឲ្យចេះរៀនគណិតវិទ្យានិងចូលរួមប្រកួតប្រជែងកម្មវិធីគណិតវិទ្យាហើយទី2អភិវឌ្ឍសមត្ថភាពគណិតវិទ្យារបស់សិស្សកម្ពុជាទី3គឺបង្កើនមហិច្ឆតាប្រឡង IMO ដល់សិស្សកម្ពុជាទី4ផ្ដល់ជាកំណត់ពិចារណាក្នុងការរៀបចំការអប់រំគណិតវិទ្យាក៏ដូចជារបៀបជ្រើសរើសជម្រើសជាតិដែលសមស្របនឹងប្រទេសកម្ពុជាយើងនឹងយល់ដឹងពីកម្រិតលំបាកនិងចំណេះដឹងគណិតវិទ្យារបស់ជ័យលាភី IMO នៅក្នុងការប្រកួតចម្រុះនៅប្រទេសរបស់ពួកគេដើម្បីបញ្ញាស្មារតីក៏ដូចជាកម្លាំងជំរុញសិស្សកម្ពុជាយើងក្នុងការខិតខំប្រឹងប្រែងរៀនគណិតវិទ្យាចូលទៅដល់ដំណើរការនៃការស្រាវជ្រាវដំបូងក្រុមយើងខ្ញុំបានធ្វើការស្រាវជ្រាវរកស្ថិតិដើម្បីកំណត់ប្រទេសដែលត្រូវយកមកសិក្សាពួកយើងបានធ្វើការស្រាវជ្រាវចូលទៅមើលគេហទំព័រផ្លូវការរបស់ក្រុមរៀបចំ IMO ក្រុមយើងខ្ញុំនឹងជ្រើសរើសប្រទេសមកស្រាវជ្រាវដោយប្រៀបធៀបទៅលើកត្តាចំនួន2គឺចំនួនដងនៃការប្រឡងនិងបន្ទុកប្រឡងជាមធ្យមក្រុមយើងខ្ញុំបានពិនិត្យនិងជ្រើសរើសយកប្រទេសដែលស្ថិតនៅក្នុងចំណាត់ថ្នាក់ Top 10តាមឆ្នាំនីមួយៗក្នុងរយៈពេល10ឆ្នាំចុងក្រោយនេះហើយបូកបញ្ចូលរកចំនួនដងដែលប្រទេសទាំងនោះស្ថិតនៅក្នុង Top 10ជាលទ្ធផលក្រុមយើងខ្ញុំទទួលបានតារាងវិភាគតាមចំណាត់ថ្នាក់ប្រទេសដូចខាងក្រោមតាមរយៈទិន្នន័យខាងលើនេះយើងអាចសង្កេតឃើញថាមានប្រទេសចំនួន7ដែលស្ថិតនៅក្នុងលំដាប់ Top 10ក្នុងក្រាបចំនួនដងនៃការប្រឡងនិងក្រាបបន្ទុកកម្ពុជារយៈពេល10ឆ្នាំចុងក្រោយប្រទេសទាំងនោះមានចិនសហរដ្ឋអាមេរិកកូរ៉េខាងត្បូងជប៉ុនវៀតណាមរុស្ស៊ីនិងសហបុរីប្រទេសទាំង7នេះហើយដែលជាប្រទេសដែលពួកយើងសម្រាប់យកមកស្រាវជ្រាវពីលើបើគេពិនិត្យមើលចំណាត់សេដ្ឋកិច្ចដែលផ្អែកតាមផលិតផលក្នុងស្រុកសរុបឬ GDP ចំណាត់ថ្នាក់សន្ទុះនវានុវត្តន៍សកលឬ DII ចំណាត់ថ្នាក់ប្រកួតប្រជែង AI និងសន្តិសុខ Cyber នោះប្រទេសទាំង7នេះក៏ជាប្រទេសឈានមុខគេផងដែរ
ក្រោយពីបានជ្រើសរើសប្រទេសចម្បងដែលត្រូវយកមកសិក្សារួចក្រុមយើងខ្ញុំចាប់ផ្ដើមធ្វើការស្រាវជ្រាវអំពីរបៀបនៃការជ្រើសរើសបេក្ខជនតំណាងប្រទេសសម្រាប់រកឡង IMO នៃប្រទេសទាំង7សម្រាប់ប្រទេសចិនក្រុមយើងខ្ញុំសម្រេចចិត្តយកកម្មវិធីប្រឡង CMO សម្រាប់សហរដ្ឋអាមេរិកក្រុមយើងខ្ញុំសម្រេចចិត្តយកកម្មវិធីប្រឡង AMC 10សម្រាប់ប្រទេសកូរ៉េខាងត្បូងក្រុមយើងខ្ញុំសម្រេចចិត្តយកកម្មវិធីប្រឡង KMO សម្រាប់ប្រទេសជប៉ុនក្រុមយើងខ្ញុំសម្រេចចិត្តយកកម្មវិធីប្រឡង JJMO សម្រាប់ប្រទេសវៀតណាមក្រុមយើងខ្ញុំសម្រេចចិត្តយកកម្មវិធីប្រឡង VMO សម្រាប់ប្រទេសរុស្ស៊ីក្រុមយើងខ្ញុំសម្រេចចិត្តយកកម្មវិធីប្រឡង RMO ហើយសម្រាប់ប្រទេសសិង្ហបុរីក្រុមយើងខ្ញុំសម្រេចចិត្តយកកម្មវិធីប្រឡង SMO ដើម្បីស្វែងរកវិញ្ញាសាប្រឡងមកសងក្រងលទ្ធផលក្រុមយើងខ្ញុំបានសម្រេចយកនៅវិញ្ញាសាប្រឡងពីប្រទេសចំនួន7ដោយបង្ហាញនៅក្នុងតារាងមួយនេះវិទ្យបញ្ចប់យើងខ្ញុំសូមថ្លែងអំណរគុណទៅដល់ទស្សនិកជនទាំងអស់ដែលបានទស្សនាវីដេអូនេះពីការបញ្ចប់សូមជម្រាបលា